តារាសម្ដែងទេពរិនដារ៉ូសម្រេចចិត្តចាក់វ៉ាក់សាំង COVID-19 លើកទី6ដើម្បីសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តស្របពេលក្រសួងប្រកាសអំពីការរាលដាលជំងឺ COVID-19 និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ក្នុងរលកថ្មីនេះមានប្រជាពលរដ្ឋនិងសិល្បករជាច្រើនបាននាំគ្នាទៅចាក់វ៉ាក់សាំងជាបន្តបន្ទាប់ក្នុងនោះដែរតារាសម្ដែងលោកទេពរិនដារ៉ូក៏បានទៅចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ជាលើកទី6ផងដែរដើម្បីសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តលោកទេពរិនដារ៉ូបាននិយាយថាដោយមានការផ្ទុះឡើងវិញជំងឺ COVID-19 ថ្ងៃនេះខ្ញុំសម្រេចចិត្តមកចាក់វ៉ាក់សាំង COVID-19 លើកទី6នៅមណ្ឌលសុខភាពទឹកថ្លារួមគ្នាទប់ស្កាត់ការឆ្លងរាលដាល COVID-19 ទាំងអស់គ្នាបងប្អូនរួមជាតិជាទីស្នេហាក្រោយពីឃើញតារាសម្ដែងដ៏មានប្រជាប្រិយភាពលោកទេពរិនដារ៉ូប្រកាសទៅចាក់វ៉ាក់សាំងការពារជំងឺ COVID-19 បែបនេះធ្វើឲ្យមានការកោតសរសើរខ្លាំងពីសំណាក់មហាជនអ្នកខ្លះថែមទាំងខមមិននៅរូបភាពរបស់លោកផងដែរថាពួកគេនឹងទៅចាក់វ៉ាក់សាំង COVID-19 ដូចជា idol ដែរតារាសម្ដែងជើងចាស់លោកទេពរិនដារ៉ូនៅតែមានហាងឆេងក្នុងសិល្បៈបើទោះបីជាលោកមានវ័យកាន់តែច្រើនប៉ុន្តែស្នាដៃសម្ដែងរបស់លោកនៅតែអាចរក្សាដូចដើមនិងត្រូវបានបណ្ដាផលិតកម្មក្នុងនិងក្រៅប្រទេសហៅថតជាបន្តបន្ទាប់ជាស្ដែងថ្មីនេះលោកទទួលថតភាពយន្តខ្នាតធំនិងរឿងដំជាច្រើន